ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំហងនេះគឺជានំខ្មែរមានទាំងផ្លែព្រីងទៀតពុកម៉ែបងប្អូនព្រីងនេះក៏អាចយកធ្វើជាដំណាប់សម្រាប់លាបនំប៉័ងឬក៏ធ្វើជាស្នូលនំឬក៏បើមិនចឹងទេពុកម៉ែបងប្អូនអាចកែច្នៃទៅជាស្រាព្រីងក៏បានទៅជាវ៉ាញណាពុកម៉ែបងប្អូនគឺល្អខ្លាំងមែនតើផ្លែធំហ្នឹងណានេះដល់វគ្គដែលខ្ញុំញ៉ាំបង្ហាញពុកម៉ែបងប្អូនមើលរសជាតិផ្អែមចត់បើឲ្យនឹងខ្ញុំញ៉ាំគឺខ្ញុំញ៉ាំអស់1កំប៉ុងទៅ2កំប៉ុងលើហើយប៉ុន្តែដោយសារទុកពោះញ៉ាំនំខ្មែរអាហារថ្ងៃត្រង់របស់ខ្ញុំនេះគឺខ្ញុំអត់ញ៉ាំបាយទេបងប្អូនខ្ញុំញ៉ាំតែប៉ុណ្្នឹងឯងតែខ្ញុំញ៉ាំច្រើនណាស់ហើយសបោសបាយដោយសារម៉ែខ្ញុំគាត់មកមានមាន់ផងមានខ្នុរផងដល់វគ្គចុងក្រោយខ្ញុំថតពោះខ្នុរឲ្យបងប្អូនមើលហើយសម្រាប់នំខ្មែរគឺខ្ញុំចូលចិត្តញ៉ាំបាញ់អ៊ូហើយនិងនំបត់ជាងគេពុកម៉ែបងប្អូនដោយសារនៅខាងក្នុងមានស្នូលសណ្តែកបាយដូងញ៉ាំទៅឈ្ងុយឆ្ងាញ់អត់ងាយទ្រាំហើយអត្ថប្រយោជន៍នៃសណ្តែកបាយគឺជាគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយវីតាមីនសារធាតុរ៉ែជាតិសរសៃនិងប្រូតេអ៊ីនអត្ថប្រយោជន៍ចម្បងហ្នឹងគឺជួយទៅដល់សុខភាពដូចជាទី1គឺជួយសុខភាពបេះដូងជួយបញ្ចុះកូលេស្តេរ៉ុលអាក្រក់ដែលយើងហៅថា LDL និងទប់ស្កាត់ជំងឺលើសឈាមទី2គឺជួយប្រព័ន្ធរំលាយអាហារជាតិសរសៃគឺជួយសម្រួលដល់ការរំលាយអាហារការពារអាការៈទល់លាមកនិងបញ្ហាហើមពោះទី3គឺគ្រប់គ្រងទម្ងន់ធ្វើឲ្យឆ្អែតបានយូរកាត់បន្ថយការឃ្លានអាហារផ្ដេសផ្ដាសនិងជួយបញ្ចុះជាតិស្ករក្នុងឈាមទី4ជួយបន្សាបជាតិពុលជួយបញ្ចុះកម្ដៅក្នុងរាងកាយនិងបន្សាបជាតិពុលផ្សេងៗទី5ពង្រឹងប្រព័ន្ធភាពស៊ាំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីរ៉ាឌីកាល់សេរីនិងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃពុកម៉ែបងប្អូនមើលនាងខ្ញុំញ៉ាំប្រយ័ត្នឃ្លាននំខ្មែរតាមនាងខ្ញុំនឹងលេបទឹកមាត់ណាហើយខ្ញុំនេះគឺខ្ញុំញ៉ាំតាមលក្ខណៈធម្មជាតិរបស់នាងខ្ញុំអត់ធ្វើចរិតស្រីស្អាតអីទេចាព្រោះថាទៅពីមិនគឺអញ្ចឹងហើយចំណែកពុកម៉ែបងប្អូនកំពុងតែទស្សនាហ្នឹងចូលចិត្តញ៉ាំនំអ្វីជាងគេដែរចានំខ្មែរមួយចំណាយរយៈពេលធ្វើយូរណាពុកម៉ែបងប្អូនដូចជានំបាញ់អ៊ូនេះវត្ថុធាតុដើមត្រូវការស្លឹកត្នោតត្រូវទៅកាប់ធាងត្នោតយកមកបកសក់យកសរសៃខ្នងស្លឹកចេញឬក៏ទ្រនុងស្លឹកចេញយូរមែនតែនតម្រាំបានឆ្អិនកាលពីមុនកាលខ្ញុំរស់នៅស្រុកឲ្យទៅដល់ខែចូលឆ្នាំភ្ជុំម្ដងយាយខ្ញុំគាត់វិចអន្សមហើយមិនថាអន្សមចេកឬក៏អន្សមជ្រូកទេចាប់ផ្ដើមបើកាត់ភ្លើងបក់ហុយទលោមពេញផ្ទះហើយហូរទឹកភ្នែករហាមចាបើនំល្ពៅនេះរៀងរសជាតិផ្អែមរៀងដុតបន្តិចខ្ញុំអត់សូវចូលចិត្តផ្អែមដែរផ្អែមខ្លាំងទេល្ពៅសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនជាពិសេសគឺវីតាមីននិងសារធាតុរ៉ែសំខាន់ដូចជាវីតាមីន A បេតាការ៉ូទីនជួយទ្រទ្រង់សុខភាពភ្នែកការពារកុំឲ្យខូចខាតភ្នែកតាមវ័យនិងពង្រឹងប្រព័ន្ធការពាររាងកាយវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងជំរុញការផលិត collagen ដែលធ្វើឲ្យស្បែកតឹងណែននិងភ្លឺថ្លាវីតាមីន B9 អាស៊ីត folic ល្អបំផុតសម្រាប់ជំនួយដល់ការបង្កើតគ្រាប់ឈាមនិងស្ត្រីមានផ្ទៃពោះវីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អការពារកោសិកាពីរ៉ាឌីកាល់សេរីនិងថែរក្សាស្បែកក្រៅពីវីតាមីនល្ពៅក៏មានផ្ទុកនូវជាតិសរសៃនិងសារធាតុរ៉ែសំខាន់ៗដូចជាប៉ូតាស្យូមផងដែរដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងបញ្ចុះសម្ពាធឈាមពុះខ្នុរវិញម្ដងហើយពុកម៉ែបងប្អូនអរគុណណាស់ចាស់ហ៊ានដែលបានឲ្យខ្នុរដល់ម៉ែខ្ញុំខ្នុរផ្ទះរបស់គាត់ហើយខ្នុរធម្មជាតិណាបងប្អូនរសជាតិផ្អែមស្អិតឈ្ងុយឆ្ងាញ់ទុំដើមតែម្ដងខ្នុរនេះខ្ញុំនេះអត់សូវចេះប៉ិនពុះទេបើថាតារ៉េនវិញក៏ខ្ញុំពុះមិនបានហូបដែរខ្នុរនេះខ្ញុំពុះតែមួយទេពុកម៉ែបងប្អូនបើសិនជាពុះទាំងពីរក៏ហូបអត់អស់ដែរតែពុះមួយហ្នឹងដែលចែកអ្នកជិតខាងសឹងតែអស់បាត់ហើយដោយសារអ្នកជិតខាងនៅក្បែរហ្នឹងច្រើនផ្ទះដែរហើយទុកតែបន្តិចសម្រាប់ខ្លួនឯងឯអាងនៅមួយទៀតការឲ្យទានគឺល្អខ្លាំងមែនតើពុកម៉ែបងប្អូនបើសិនជាយើងឲ្យទានដោយចិត្តអនុគ្រោះឲ្យដោយមិនសោកស្ដាយហើយឲ្យទៅគេយើងមិនចង់បានអ្វីឲ្យគេតបស្នងមកយើងវិញទេគឺយើងលក្ខណៈឲ្យដោយចិត្តបរិសុទ្ធសេចក្តីអាណិតស្រឡាញ់តាមពុទ្ធឱវាទបុគ្គលឲ្យទានដោយចិត្តអនុគ្រោះបែបនេះកើតក្នុងទីណាជាអ្នកស្ដុកស្ដំមានទ្រព្យច្រើននិងជាអ្នកបរិបូរណ៍នៅក្នុងកាមគុណ5ដ៏លើសលប់ចា៎ពុកម៉ែបងប្អូនវីដេអូប្លុករបស់នាងខ្ញុំគឺសូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយជូនពរពុកម៉ែបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនធ្វើដំណើរតាមផ្លូវជួបតែសុខភាពជានិច្ចខណៈនេះនាងខ្ញុំវិញហួងសូមគោរពនិងសូមជម្រាបលាជួបនាងខ្ញុំនៅក្នុងវីដេអូថ្មីបន្តទៀតបាយបាយ